ជាប់ភ្ញៀវមួយទៀតហើយចានិយាយទៅគឺថាមកលើកនេះគឺតាក់ជាប់ចឹងតែហ្មងរកភ្ញៀវណាដែលចូលចិត្តនិយាយថាត្រូវគ្នាដល់ម្លឹងអូយនិយាយមែនកូននឹងគឺថាស្រួលមែនតែនតែឥឡូវមកនិយាយប៉ែកនេះអូយមហាកម្ពូលរើសអ្នកទាំងអស់គ្នាអូយភ្ញៀវមួយបងប្អូនឲ្យតែរើសឲ្យប៉ះដៃម្ដាម JC ដឹងតែជាប់ប៉ុន្តែជាប់លក្ខណៈមួយដែលថាយ៉ាប់អូយខ្ញុំក៏មិនចង់បានគាត់ហ្មងដែរនិយាយទៅគឺគាត់រត់ចុះរត់ឡើងឆ្អែតដែរបើនិយាយពីហៅមេឲ្យធ្វើវិញគឺមេខ្ញុំគាត់ឡើងធ្វើហើយពួកអីឥឡូវគាត់រីថាយដល់ពេលអញ្ចឹងទៅរុំដៃយីប៉ែនឹងចោលហើយមកឆោហាត់ប្រានអិចសាយនិយាយដើមគាត់អីខ្លះអញ្ចឹងណានិយាយមែនដោយសារអីបងប្អូនគាត់នឹងករិះទឹកតែក៏មិនបានដែរហើយទី1គឺគាត់ចង់បានរៀងកញ្ចក់មួយដែលដូចថាឲ្យបានដូចអ្វីគាត់ចង់បានណាហើយអត់ចង់បង់លុយទេថ្លៃរៀងឥឡូវខ្ញុំសួរអ្នកទាំងអស់គ្នាការធ្វើរៀងកញ្ចក់គ្រាប់ល្មុតណាអ្នកទាំងអស់គ្នាគឺពិបាកបើសិនជាយើងរុះមិនត្រូវទេគឺវីចឲ្យដៃគាត់រឹងទៀតឃើញទេដាក់គេងគេងាងគេញកញ្ញាបើនិយាយឲ្យចំទៅខ្ញុំថ្នមចិត្តគាត់ជាងថ្នមម្ដាយខ្ញុំទៀតចាម្ដាយខ្ញុំគ្រាន់តមាត់ចុះឡើងប៉ុន្តែខ្ញុំជាមនុស្សម្នាក់ដែលថាតស៊ូព្យាយាមចានិយាយទៅអត់គិតថាអ្នកឯងមកពីណាមកពីណីអីឯងសំខាន់ខ្ញុំធ្វើអ្នកឯងឲ្យហើយឲ្យអ្នកឯងទៅដោយក្តីស្រឡាញ់ពេញចិត្តនៅទឹកដៃរបស់ខ្ញុំតែម្ដងគាត់នឹងគឺថាទៅអ្នកណាក៏ដោយគឺចូលចិត្តតែនិយាយពីគេអញ្ចេះគេអញ្ចោះប៉ុន្តែរត់ចុះរត់ឡើងគឺមករកយើងវិញដែរហើយគាត់ថាយើងធ្វើកញ្ចក់ជាប់ឲ្យគាត់5-6អាទិត្យអ្នកផ្សេងធ្វើ2-3អាទិត្យអីគឺបែកបាក់អស់ហើយចុះបើយើងធ្វើការដូចកបីដូចតម្រៃអញ្ចឹងហើយបើមិនឲ្យកញ្ចក់នឹងបែកយ៉ាងម៉េចហើយម្យ៉ាងទៀតគេធ្វើក៏គេមិនទៅដាក់អាបេះ2-3ជាន់អីដូចខ្ញុំដែរគេដាក់បេះខាងក្រោមតែមួយជាន់អញ្ចឹងទៅហើយគេដាក់ពណ៌2ជាន់ហើយគេមកដាក់បេះមួយជាន់ទៀតជួនកាលគេមិនដាក់ឲ្យផងអញ្ចឹងរឿងអីដែរវាមិនប្រេះមិនបែកហើយគាត់ធ្វើការបងប្អូនការងាររបស់គាត់គឺលើកបុកធ្ងន់ដល់ពេលអញ្ចឹងទៅរឿងអីដែលមិនប្រេះរឿងអីដែលមិនបែកហើយមករករឿងមកកំ pl គេអីគឺវាអត់ត្រូវទេតែចៃដន្យអីជាមួយនេះម្ដងហ្នឹងស៊ូបដ ாய் ថាអ្នកឯងយករៀងកញ្ចក់អីគេគាត់ថាយករៀងធម្មតាព្រោះគាត់អត់ចង់ចំណាយលុយ5រៀលហ្នឹងទេបងប្អូននិយាយទៅគឺថាការីអាចក្តាប់ហ្មងទុកអា5រៀលហ្នឹងយកមកឲ្យទឹកតែយើងណាតែប៉ុន្តែមនុស្សខ្ញុំបងប្អូនភ្ញៀវណាក៏ដោយគឺខ្ញុំតស៊ូខ្ញុំព្យាយាមគឺធ្វើមិនអីក៏ដោយឲ្យគាត់ស្រឡាញ់ពេញចិត្តទោះខ្ញុំមិនចូលចិត្តគាត់អីក៏ដោយប៉ុន្តែជាមួយជាប៉ែនេះអូយគឺថាតស៊ូឡើងចង់ទៅមុខឯដោយសារអីគឺថាគាត់រិះមែនតើណាអ្នកទាំងអស់គ្នាអើយយល់ពាក្យថារិះឲ្យចង់ស្អាតទេដល់ពេលអញ្ចឹងទៅយើងនេះក៏ខាំមាត់អត់ធ្មត់ដែរប៉ុន្តែឥឡូវក៏ចោលដៃគាត់រួចរាល់ហើយតែតម្រាំតែហើយហ្នឹងគឺថាក៏គ្រឺតមុខដាក់គ្នាឲ្យពួកម៉ាក់ខ្ញុំគេសួរថាមិនដែរខ្ញុំអង្គុយនិយាយថាពិបាកចេះពិបាកចោះជុក